ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស63នាក់នៅនេប៉ាល់និងឥណ្ឌាកាលពីថ្ងៃអាទិត្យម្សិលមិញអាជ្ញាធរបានឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានគ្រោះបំណាក់ដីនិងទឹកជំនន់ភ្លាមៗដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់63នាក់នៅនេប៉ាល់និងប្រទេសជិតខាងឥណ្ឌាព្រមទាំងធ្វើឲ្យរាំងស្ទះផ្លូវនិងកាត់ផ្តាច់ស្ពានជនរងគ្រោះទាំងនោះបានបាត់បង់ជីវិតដោយសារគ្រោះរអិលបាក់ដីបាតុភូតរន្ទះបាញ់និងត្រូវបានទឹកជំនន់ហូរយកទៅហើយបាត់ខ្លួនចាប់ពីថ្ងៃសៅរ៍ដោយមានសង្ឃឹមតិចតួចថាពួកគេទាំងនោះនៅមានជីវិតសូមជម្រាបថាផ្លូវ highway ជាច្រើនខ្សែត្រូវបានរាំងស្ទះដោយសារបំណាក់ដីហើយស្ពានមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ជាហេតុនាំឲ្យអ្នកដំណើររាប់រយនាក់ជាប់គាំងទៅណាពុំរួចក្នុងមួយឆ្នាំមនុស្សរាប់រយនាក់តែងតែបាត់បង់ជីវិតដោយសារទឹកជំនន់និងរអិលបាក់ដីដែលកើតមានជាញឹកញាប់នៅក្នុងប្រទេសនេប៉ាល់ដែលភាគច្រើនពោរពេញទៅដោយតំបន់ភ្នំនៅអំឡុងរដូវភ្លៀងដែលជាធម្មតាចាប់ផ្ដើមពីខែមិថុនារហូតដល់ខែកញ្ញាឬខែតុលានេះបើតាមការចេញផ្សាយរបស់ Reuters កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល